ខ្ញុំម៉ាក់ស្អាតណាស់ទូនេះជាផ្កាយសំណាងហែងតែនេះម៉ាក់អាចចុះលិខិតអាពាហ៍ពិពាហ៍ជាមួយលោកប៉ាបានហើយមែនទេប៉ារបស់ឯងគេធ្លាប់កុហកមីងទុកមីងចង់នៅកន្លែងចុះលិខិតអាពាហ៍ពិពាហ៍ម្នាក់ឯងអញ្ចឹងដល់ពេលនេះគាត់ចង់គឺមិនបានងាយទេហើយកាលនោះប៉ាអូនលើថាបងសំបាយគាត់ខឹងណាស់ហើយគាត់បដិការសហការជាមួយត្រកូលសៀវទៀនហើយបញ្ជាឲ្យអូនតាក់ទងជាមួយអ្នកផ្សេងឥឡូវនេះបើសិនជាយើងចង់ផ្សះផ្សាស្នេហាចាស់គាត់ត្រូវឆ្លងកាត់លោកប៉ាសិនដែរម៉ាក់កុំបារម្ភទូបញ្ចុះលោកប៉ាឲ្យបានបងក៏ជាពាក់ការបញ្យល់ឲ្យលពូដែរលោកប៉ាកូនត្រឡប់មកវិញហើយកូនបាននាំលេងជានឹងទូកូនរបស់គាត់មកជួបលោកប៉ាដែរដើមមលូម៉ាក់របស់ឈីងទឹកទៅចាក់ចេញទៅបាន3ឆ្នាំហើយអីក៏ឯងចង់ចាក់ចេញពីយើងទៀតហើយលពូកាលពីមុនខ្ញុំបានធ្វើឲ្យឈីងពិបាកចិត្តថ្ងៃនេះខ្ញុំមកសុំទោសលពូដោយផ្ទាល់កាលពីនេះបេះដូងរបស់ខ្ញុំចំពោះឈីងមិនដែលផ្លាស់ប្ដូរទេលពូសង្ឃឹមថាលពូអនុញ្ញាតឲ្យរៀបការជាមួយខ្ញុំផងចុះគាត់មិនចង់ឲ្យកូនពិបាកទៅគាត់សំបែងតែកូនជឿថាកូនរស់នៅជាមួយគាត់បាននៅមានទូទៀនទូព្យាបាលមកឲ្យកូនជាហើយគេជាក្មេងនាំសំណាងលោកប៉ាច្បាស់ជាស្រឡាញ់លោកតាក្មេងនេះស្អាតគួរឲ្យស្រឡាញ់ណាស់នេះបើឯងស្ដាប់ពាក្យប៉ាកាត់ចិត្តពាក្យក្មេងនេះប្រហែលជាឥឡូវនេះប៉ាមានក្មេងស្រីដែលគួរឲ្យស្រឡាញ់បែបដូចនេះបាត់ទៅហើយលោកប៉ារឿងស្នេហាគឺមិនអាចបង្ខំមួយជីវិតនេះកូនស្រឡាញ់តែអាយុទេឯងធំហើយមានគំនិតផ្ទាល់ខ្លួនហើយបើឯងមិនស្ដាប់ពាក្យប៉ាទេឲ្យម្ដាយរបស់ឯងដែលស្លាប់ទៅនៅសម្រេចទៅលោកប៉ាម៉ាក់ស្លាប់3ឆ្នាំហើយតែគាត់សម្រេចចិត្តយ៉ាងម៉េចដើមមលូនេះយើងបានដាំវានៅពេលដែលយើងរៀបការជាមួយម្ដាយឯងកាលនាងនៅរស់ដើមមលូនេះចេញផ្លាយជារៀងរាល់ឆ្នាំឥឡូវនាងលែងនៅហើយដើមមលូនេះคล้ายជាអនុស្សាវរីយ៍តែមួយគត់របស់យើងបើឯងអាចធ្វើឲ្យដើមមលូនេះចេញផ្លាយឡើងវិញយើងនឹងចាត់ទុកថាម្ដាយរបស់ឯងនៅឋានសួគ៌យល់ព្រមលោកប៉ាកុំលេងសើចលោកប៉ាមិនសង្ឃឹមថាមួយជីវិតនេះពឹងផ្អែកលើកូនទេហេតុអីតើតែមិនមែនជាអាយានាងដ៏ថ្លៃថ្នូរនៃតកូលវិនរបស់យើងនេះមិនត្រូវការស៊ីស្មៅចាស់ទេលោកពូវិនអ្វីដែលលោកពូនិយាយត្រូវណាខ្ញុំបានធ្វើឲ្យឈីងពិបាកចិត្តខ្លាំងណាស់កាលពីមុនខ្ញុំគួរតែទ្រាំនឹងការលំបាកខ្លះដើម្បីសងវិញអញ្ចឹងលោកពូដែលលក្ខខណ្ឌមកដើមមលូនេះមិនចេញផ្លាយ3ឆ្នាំហើយឯងមានវិធីអាចសម្រេចវាបានដែរទេទូមានវិធីកាប់វាត្រង់នេះទៅឆ្នាំក្រោយគឺវាលោកឡើងបាញ់ហែងស្អីគេលោកតាកូនជាអ្នកបង្រៀនដាំឈើចាំងមកហើយអាចកាប់វាចាស់ដើម្បីឲ្យដុះឡើងវិញតែបើចង់បានផ្លែទៅរងចាំឲ្យច្រើនឆ្នាំទៀតទូពិតជាឆ្លាតមែនទោះជាយើងក៏ដោយក៏ជាវិធីល្អមិនមែន1ឆ្នាំ2ឆ្នាំឬក៏5ឆ្នាំដើម្បីឈិញខ្ញុំសុខចិត្តរងចាំល្អសម្រាប់តាមនឹងលោកប៉ាឯណាពុថែងកុំកាប់ខ្ញុំអីខ្ញុំនឹងឯងទៅគ្រោះបានអីពេលនេះខ្ញុំជឿខ្លាំងណាស់ជួយព្យាបាលខ្ញុំផងទៅខ្ញុំប្រកាសជាហើយអ្នកណាកំពុងតែនិយាយសំឡេងនេះមិនមែនជាសំឡេងលោកតាទេនេះតូចនេះស្ដាប់ដូចខ្ញុំនិយាយតាមមែនទេតាមមឡូពិតជាក្មេងផ្កាយសំណាងតែមានវិញ្ញាណល្អមែនឆាប់ជួយប្រាប់តាចារ្យនេះទៅជួយព្យាបាលខ្ញុំផងខ្ញុំជឿខ្លាំងណាស់បើមិនជួយព្យាបាលខ្ញុំទេខ្ញុំស្លាប់ពិតមែនហើយតាមមឡូឈឺពោះព្រោះតែមានសន្លាក់នៅមិនអាចកាប់ទេដើមមលូនេះគឺជាអនុស្សាវរីយ៍តែមួយគត់របស់យើងនិងម្ដាយរបស់នាងបើសិនជាឯងកាប់នៅស្មើនឹងសម្លាប់យើងហើយត្រូវយកកំសៀលចេញពីបាត់ឆ្នាំទើបមានសង្ឃឹមថារស់មកពេលលោកប៉ាប្រយ័ត្នពេកអ្វីក៏មិនអនុញ្ញាតឲ្យអ្នកថៃសូនប៉ាអញ្ចឹងហើយទើបដើមមលូទៅទូលើដើមមលូនិយាយថាជឿពូនណាព្រោះសត្វល្អិតខាំវាណាមិនក៏អញ្ចឹងទៅកើតយើងតែងតែឲ្យអ្នកថៃសួនបាញ់ថ្នាំសម្រាប់សត្វល្អិតនាំចូលពីបរទេសមិនក៏មានសត្វល្អិតទៀតទូតើកូនឃើញអ្វីមែនទេទូឃើញដង្កូវធំ5ក្បាលកំពុងខាំនៅក្នុងពោះកុំនិយាយពីផ្ដាក្មេងឆ្លាតសបកដើមឈើក្រាស់ណាស់មិនក៏ចៅអាចមើលឃើញវាទូចេញមកណែឈប់ពុតជាបើណាយើងមិនគួរអនុញ្ញាតឲ្យក្មេងបែបនេះចូលផ្ទះយើងទេហើយមិនត្រឹមតែលួចកូនស្រីយើងទេនៅចង់កាប់ដើមលូរបស់យើងទៀតកូនឈប់ឲ្យលេងទៀតនឹងទូធ្វើចឹងទៀតហើយលោកប៉ាបន្តកូនចាស់មិនក៏យើងមានកូនស្រីមិនស្ដាប់ប្រកបដូចឯងនេះចេះតែជួយអ្នកខាងក្រៅតកូនរបស់យើងនេះយ៉ាងហោចណាស់ក៏ជាតកូនអ្នកមានទាំង4នៅណានឆឹងនេះដែរណាឯងជានាងថ្លៃថ្នូរអ្មេក៏ចង់ទៅធ្វើជាម្ដាយជុំគ្នាបែបនេះក្រៅពីស៊ីវលីនយាគ្មានអ្នកណាត្រូវការឯងទេអីដង្កូវវាលូតចេញមកហើយឯសាពួកវាទៅតាមមលូនិយាយថាតែខំឈឹងណាពិតជាមានតកូវមែនមិនដារាសម្ដេចអរគុណឯងហើយបើមិនចឹងទេយើងត្រូវតកូវទាំងអស់នេះខំស្លាប់ហើយអរគុណទេនេះជាអ្វីដែលទូគាត់ធ្វើក្មេងល្អមិនក៏ឯងនឹងថាមានតកូវនៅដើមឈើនេះហ៎តែបាត់ទូមើលឃើញទូមានភ្នែកទឹកអាចមើលឃើញអ្វីដែលយើងមើលមិនឃើញទោះជាចាប់តកូវចេញក៏ដោយដើមឈើនេះពិបាកសង្គ្រោះខ្លាំងណាស់ស្រាច់តែបន្តិចទៅជាហើយតកូវខាប់ដើមឈើខូចអត់ទៅហើយទោះជាស្រោចទឹកប្រហែលគីបទៀតក៏គ្មានប្រយោជន៍ដែរកុំជឿថាទូនាំសំណាងល្អមកឲ្យយើងឲ្យគេសាឡបងតែកែងយើងដឹងថាឯងដើម្បីរៀបការជាមួយនឹងក្មេងប្រុសមិនល្អនេះលេខខ្វល់ពីអ្វីទាំងអស់ហើយ